nè à thời khổ tuổi mày chỉ ông tôi phơi cái chi là chạy mày đây này tuổi mày ăn thua các bạn đây mà chạy mày chỉ phơi đây này chạy mày cho nó tuổi mày nhá được ông nên khua các bạn mà những ông kia đang nơi khỏi một tí pet ngay po chân tông nè mình nữ nè chi này là chi nè chi ông nên khua các bạn chi món nè chi họ đập phơi ở cái chi hot bán bắt phơi cái ở lính đôi ọt khua các ba là mấy dùm đắng chi chỗ hô hai với chi đó mà đang rồi chi là việc mấy đứa nó cua các ba lấy một nẹ mà nè ăn đang chi ọt tục phơi cái chi khá xong mà đang là biết mấy chi ọt bên phở cua các ba chi xong mơ nè à thời khổ tuổi mày chỉ ông tôi phơi cái chi là chạy mày đây này tuổi mày ăn thua các bạn đây mà chạy mày chỉ phơi đây này chạy mày cho nó tuổi mày nhá chỉ mà phơi nó mà phơi mà tiếc nhôm mơ khơi video năng hơi anh dạy ban tha bên dạy bị ca support ca control mẹ nhóm mình support đằng strong tê để xe đôi này đó cái bạn khơi nó trong video năng chứng miền ca chê bật tịch kia vui năng tụm bường xa họ quay kia ai này bà sân chia ọt phía kia khang mà tô nó ọt tới đấy và gì chống quay kia ai mà tới tam mới chứng còn trong JMP mà tây bỏ hay ở rộng pha nhôm hay chỉ ca sọc đai đời xa tại bài chia bông bồn đọc này còn tại khơi cái chi bạch trẻ chẳng hay kết thắm chi bạch trẻ chẳng tịch túi những việc AT trẻ đánh việc AT bởi sân chia play đôi playនៅក្នុងវីដេអូដែលក្បាលដើមវីដេអូដែលកំពុងតែ viral ហ្នឹងដូចអ្នកនរនេះឲ្យឃើញថាផ្លូវហ្នឹងយើងជីជឿណាវាអត់ជីលឿនហើយវាអត់មានអីដែលជាឧបសគ្គដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដោយសារតែផ្លូវហ្នឹងវាផ្លូវតូចហើយវាអត់មានអ្នកណាដែលបើកលឿនឆ្វេងឆ្វាយបានទេដោយសារផ្លូវវាកាច់កងប៉ុន្តែជាក់ស្ដែងអ្នកនរគ្នាដឹងអត់នៅតាមផ្លូវសាធារណៈដូចជាតាមផ្លូវជាតិមួយចំនួនឬក៏តាមផ្លូវធំមួយចំនួនដែលមានចរាចរណ៍ដូចជាឡានម៉ូតូច្រើនឬក៏ភាគច្រើនឡានធំច្រើនហើយនៅពេលដែលជួបឧបសគ្គនៅពេលដែលជីវជាបែបហ្នឹងពេលខ្លះអានេះខ្ញុំនិយាយតាមអ្វីដែលជាការពិតណាពេលខ្លះអ្នកទាំងអស់គ្នាអាចនឹងខ្លាយទៅជាឃាតករដោយអចេតនាហេតុអីបានជាខ្ញុំនិយាយអញ្ចឹងពេលខ្លះយើងអត់មានចេតនាថាយើងចង់ឲ្យអ្នកដទៃដួលទេប៉ុន្តែនៅពេលដែលយើងជិះទៅហ្នឹងយើងជិះប្រជ្រះទៅហ្នឹងយើងជិះរៀងលឿនតិចទៅហើយដល់ពេលគេអ្នកដែលគេមកស្របហ្នឹងគេវាក់គេកិច្ចយើងអញ្ចឹងនៅពេលដែលគេកិច្ចយើងគេអាចនឹងជួបឧបសគ្គខ្ញុំលើកឧទាហរណ៍ថ្មីមួយដូចជាករណីដូចជានៅសែនសុខឬក៏នៅយ៉ាងកន្លែងណាទេខ្ញុំអត់បានចាំទេប៉ុន្តែករណីហ្នឹងថ្មីឯងប្រហែលជាប្រហែលសប្តាហ៍មុនហ្នឹងទេមានឡាន Alphard មួយកិនមនុស្សហើយអ្នកដែលគាត់ជិះមកហ្នឹងគឺគាត់វាក់អ្នកដែលជិះប្រជ្រះហ្នឹងឯងអាហ្នឹងបើយើងមើលតាមកាមេរ៉ាផ្ទះរបស់គេទៅណានៅមុខក្រាសាំងអញ្ចឹងឡានហ្នឹងគាត់បើកមកគាត់អត់មានចេតនាគាត់អត់ដឹងទេតែកង់ឡានគ្នាក៏អត់ដឹងដែរហើយអ្នកជិះម៉ូតូហ្នឹងក៏គាត់មិនដឹងដែរតែមានអ្នកដែលជិះប្រជ្រះដល់ពេលគាត់ជិះប្រជ្រះអញ្ចឹងទៅអ្នកដែលគាត់ជិះមកស្របទិសហ្នឹងគាត់ក៏ចាប់ប្រាំងហើយពេលដែលចាប់ប្រាំងទៅវាដួលដល់ពេលដួលទៅចូលក្រុមកង់ឡានគេហើយសួរថាគេចង់ធ្វើអញ្ចឹងទេគ្មានអ្នកណាគេចង់ធ្វើអញ្ចឹងទេបងប្អូនប៉ុន្តែអានឹងហើយដែលខ្ញុំនិយាយថាជាឃាតករអចេតនាណាយើងអត់ចង់ឲ្យអ្នកដទៃប៉ះពាល់ជីវិតគេទេយើងអត់ចង់ធ្វើបាបអ្នកដទៃទេយើងអត់ចង់ឃើញអ្នកដទៃរងទុក្ខទេប៉ុន្តែដោយសារតែសកម្មភាពផុនយើងដែលយើងចង់ចំណេញបន្តិចហ្នឹងចង់ចំណេញមិនឧទាហរណ៍ថាដល់កន្លែងច្រកយើងចេញមកផ្លូវធំបើយើងកាច់ស្ដាំតែបន្តិចមកហើយយើងជិះទៅប្រហែលជាបន្តិចទៅយើងដល់កន្លែងកាច់គេមានកន្លែងគំនូរសញ្ញាឲ្យយើងកាច់ស្រួលបួឆ្លងស្របទឹកវាចឹងទៅ
ប៉ុន្តែភាគច្រើនអត់គិតអញ្ចឹងទេគិតថាបើសិនជាអាឡែងតែជិះទៅកន្លែងហ្នឹងវាឆ្ងាយពិបាកឆ្លងហត់ខ្ជិលមកប្រជ្រះហ្មងទៅវាមិនអីទេប្រជ្រះឲ្យឆ្លងទៅស្រួលជាងនេះអាកន្លែងហ្នឹងបងប្អូនដែលយើងគិតបន្តិចថាវាអត់អីហ្នឹងប៉ុន្តែជាក់ស្ដែងពេលខ្លះដូចខ្ញុំបាននិយាយជាឧទាហរណ៍មកអញ្ចឹងហើយរឿងហ្នឹងគឺវាកើតឡើងមែនហើយខ្ញុំមានវីដេអូហ្នឹងខ្ញុំឃើញវីដេអូហ្នឹងហើយខ្ញុំក៏បានសេវទុកដែរប៉ុន្តែខ្ញុំអត់ហ៊ានដាក់នៅក្នុង YouTube ដោយសារតែវីដេអូហ្នឹងមើលទៅវាសាហាវអញ្ចឹងហើយកុំព្យាយាមជីបច្រាអីបងប្អូនអានេះជាអារម្មណ៍របស់ខ្ញុំអត់ចង់ឲ្យមានការជីបច្រាចឹងទេខ្ញុំយល់កលៈទេសៈបងប្អូនទាំងអស់គ្នាទាំងខ្ញុំទាំងគេទាំងអ្នកផ្សេងទាំងអស់សិតតែប្រើពាក្យថាបញ្ញាប់ទាំងអស់ពេលដែលយើងធ្វើដំណើរនៅលើដងផ្លូវអត់មានអ្នកណាគេម្នាក់ដែលអត់បញ្ញាប់ទេព្រលឹមឡើងយើងត្រូវទៅធ្វើការអ្នកខ្លះត្រូវទៅផ្សារអ្នកខ្លះជូនកូនទៅរៀនខ្លាចអត់ទាន់ម៉ោងអ្នកខ្លះជួបពេទ្យណាត់ពេទ្យត្រូវអត់ខ្លាចអត់ទាន់ម៉ោងអញ្ចឹងត្រូវទៅលឿនដូចតែគ្នាហ្នឹងអញ្ចឹងហើយបើសិនជាយើងអត់មានការយោគយល់ការជាស្រ័យគ្នាទេយើងគិតតែចង់លឿនតែខ្លួនឯងហើយយើងអត់ខ្វល់ពីអ្នកដទៃអាផ្លូវគេមកក៏យើងចេះតែប្រជ្រះទៅអាផ្លូវមិនត្រូវទៅក៏យើងរុលទៅអាទាំងអស់ហ្នឹងហើយវាធ្វើឲ្យយើងមានគ្រោះថ្នាក់លើខ្លួនឯងទេបងប្អូនសម្រាប់ខ្ញុំជាទូទៅពេលដែលខ្ញុំជិះម៉ូតូពីមុនណាខ្ញុំនិយាយពីមុនកាលពីបទពិសោធន៍ខ្ញុំពីមុនទទួលស្គាល់ថាគ្មានអ្នកណាគេ perfect ទេសម្រាប់ខ្ញុំពីមុនក៏ដូចគ្នាដែរខ្ញុំជិះម៉ូតូគឺខ្ញុំលួចលក្ខណៈថាលួចជិះប្រជ្រះម្ដងម្កាលដែរពេលខ្លះប៉ុន្តែសម្រាប់ខ្ញុំអត់ញឹកញាប់ទេដោយសារខ្ញុំគិតថាខ្ញុំគ្រប់ច្បាប់ចរាចរណ៍ហើយដោយសារតែពីមុនមកទៀតខ្ញុំមានស្គាល់មានមិត្តភក្តិខ្ញុំម្នាក់គាត់មានសាច់ញាតិគាត់ម្នាក់ហ្នឹងបាត់បង់ជីវិតដោយសារតែក្មេងស្ទាវវាជិះប្រជ្រះដល់ពេលវាជិះប្រជ្រះមកវាប៉ះគាត់ហើយដល់ពេលប៉ះគាត់ហើយគាត់ហ្នឹងក៏ផ្លាតចូលទៅកណ្ដាលខ្នល់ឡានដឹកឈូកមកកាន់ពីក្រោយមកអញ្ចឹងតាំងពីខ្ញុំដឹងសាច់រឿងដែលថាយើងជិះប្រជ្រះទៅវាធ្វើឲ្យអ្នកដទៃគ្រោះថ្នាក់ហ្នឹងតាំងពីពេលហ្នឹងមកគឺខ្ញុំអត់ដែលជិះប្រជ្រះទេសូម្បីតែម្ដងហើយដូចគ្នាអ្នកដែលស្គាល់ខ្ញុំមិនថាជាមិត្តភក្តិមិនថាជាអ្នកស្គាល់គ្នាពេលដែលឡើងជិះម៉ូតូគឺខ្ញុំតែងតែប្រាប់តែម្ដងដាច់ខាតគឺហាមជិះប្រជ្រះហើយបើសិនជាជិះប្រជ្រះគឺខ្ញុំអត់ជិះជាមួយដាច់ខាតហើយអាជិះកលែងហ្នឹងក៏អញ្ចឹងដែរគឺខ្ញុំអត់ជិះជាមួយដាច់ខាតអញ្ចឹងពេលឡើងជិះម៉ូតូខ្ញុំប្រាប់ហ្មងថាបើសិនជាបើកម៉ូតូចរាចរណ៍តាមដងផ្លូវហាមដាច់ខាតជិះប្រជ្រះបើសិនជាជិះប្រជ្រះគឺខ្ញុំនឹងឈប់ជិះជាមួយហើយនឹងឈប់ជិះជាមួយមួយជីវិតពួកខ្ញុំអត់ចង់ឲ្យមានវិបត្តិសេរីកើតឡើងទេបងប្អូនបើសិនជាយើងលក្ខណៈថាយើងជិះដើរលេងឬក៏យើងជិះហើយយើងមានគ្រោះថ្នាក់តែខ្លួនឯងតែយើងម្នាក់ខ្លួនឯងយើងអ្នកបកហ្នឹងណាខ្ញុំមានអារម្មណ៍ថាដូចជាអត់សោកស្ដាយទេតែអ្នកដែលគេអត់ដឹងអីបងប្អូនអ្នកគ្នាគិតមើលគេអត់ដឹងអីទេគេអត់ដឹងអីហើយយើងទៅបកគ្រោះថ្នាក់ទៅដល់គេសួរថាតើក្រុមគ្រួសាររបស់គេសម័យខ្លួនរបស់គេសាច់ញាតិរបស់គេមានអារម្មណ៍បែបម៉េចគេខឹងយើងបែបម៉េចមានវិបត្តិសេរីយ៉ាងម៉េចដែលយើងធ្វើឲ្យគេបាត់បង់គេកំពុងរស់នៅសុខគេជិះម៉ូតូសុខដែលគេនោះខំប្រយ័ត្នខំគោរពច្បាប់ចរាចរណ៍ប៉ុន្តែដោយសារតែយើងនេះធ្វើឲ្យប្រហែសចង់ចំណេញពេលចង់លឿនអត់ខ្វល់ពីអ្នកដទៃទៅធ្វើឲ្យអ្នកដទៃបាត់បង់ជីវិតឬក៏ពីការបើសិនជាគាត់បាត់បង់ជីវិតទៅតែម្ដងសម័យខ្លួនរបស់គាត់ហ្នឹងគឺបាត់តែបើសិនជាគាត់ពីការឧទាហរណ៍ថាយើងជិះប្រជ្រះទៅស្រាប់តែបុកអ្នកហ្នឹងហើយគាត់ខ្ទាតចូលឡានហើយឡានហ្នឹងវាកិនដាច់ដៃដាច់ជើងតើអតិថិភាពបែបហ្នឹងបងប្អូនទាំងគ្នាគិតថាអាចទទួលយកបានអត់វាប្រកាសជាធ្វើឲ្យយើងមានវិបត្តិសេរីខ្លួនឯងខឹងខ្លួនឯងតើហេតុអីបានជាធ្វើទង្វើអញ្ចឹងហេតុអីបានទៅជិះប្រជ្រះឲ្យអ្នកដទៃបុកអ្នកដទៃឲ្យគេមានគ្រោះថ្នាក់អញ្ចឹងវាធ្វើឲ្យយើងឈឺចាប់យើងក្រំគ្រាខ្លាំងណាបងប្អូនវាមិនមែនរឿងធម្មតាទេចឹងហើយបានខ្ញុំតែងតែនិយាយប្រាប់មនុស្សជុំវិញខ្លួនខ្ញុំថារឿងជីវប្រជ្រះនឹងមួយគឺកុំធ្វើដាច់ខាតគឺដាច់ខាតហ្មងក្នុងករណីណាក៏ដោយគឺដាច់ខាតហ្មងព្រោះគ្រោះថ្នាក់យើងមើលអត់ឃើញទេជួនកាលយើងថាស្ងាត់ហើយសម្រាប់តែយើងជីវប្រជ្រះវ៉ាវមានឡានមួយមកពីក្រោយមកហើយអ្នកដែលស្របទិសនោះគាត់មកស្ងាត់តែមកយើងមិនប៉ះពៀគ្នាមិនគ្រោះថ្នាក់ទាំងអស់គ្នាហើយចឹងហើយបើអាចជៀសបានគឺត្រូវតែជៀសដាច់ខាតតែម្ដងអារឿងជីវប្រជ្រះនេះបងប្អូនសម្រាប់យើងណាខ្ញុំគិតថាបើយើងអត់ដែលបាត់បង់សាច់ញាតិ
dương ở đây bật bong ônឬក៏មិត្តភ័ក្តិដោយសារតែរឿងគ្រោះថ្នាក់ចរាចរណ៍ដោយសារតែរឿងគេជីបជះមកប៉ះឬក៏អី1 2 3ហ្នឹងយើងប្រហែលជាយើងមានអារម្មណ៍ថាវាអត់សូវសោកស្ដាយវាអត់សូវវិបដិសារីវាអត់សូវសំខាន់សម្រាប់យើងទេប៉ុន្តែខ្ញុំគិតថាបើសិនជាបងប្អូនទាំងគ្នាមានក្រុមគ្រួសារមានសាច់ញាតិឬក៏ស្គាល់អ្នកណាម្នាក់ដែលគាត់ត្រូវបានបាត់បង់ជីវិតដោយសារតែរឿងអ្នកដទៃជីបច្រាស់ហ្នឹងមកហើយធ្វើឲ្យគាត់វ៉ាក់ចូលឡានគេឬក៏ប៉ះពីគាត់ហើយទៀតចូលឡានគេធ្វើឲ្យគាត់បាត់បង់ជីវិតឬមួយក៏ពិការដែលខ្ញុំបានរៀបរាប់ចឹងណាបងប្អូនទាំងគ្នាប្រកាសជាគិតថារឿងហ្នឹងវានឹងធ្វើឲ្យយើងរអានៅក្នុងចិត្តផងយើងហើយយើងអត់ចង់ឃើញទស្សនវិជ្ជាហ្នឹងទេអញ្ចឹងវានឹងធ្វើឲ្យយើងនឹងមានការប្រុងប្រយ័ត្នជាងមុនដូចខ្ញុំជាក់ស្ដែងអញ្ចឹងតាំងពីខ្ញុំដឹងសាច់រឿងដែលអ៊ំធ្វើជាអ៊ំរបស់មិត្តភក្តិខ្ញុំហ្នឹងគាត់ខ្ទាតចូលឡានហើយគាត់បាត់បង់ជីវិតហ្នឹងមកគឺខ្ញុំអត់ដែលជីបច្រាស់សូម្បីតែម្ដងដាច់ខាតហ្មងគឺខ្ញុំប្រាប់ខ្លួនឯងហ្មងថាទី1ដើម្បីរក្សាសុវត្ថិភាពខ្លួនឯងទី2ដើម្បីកុំឲ្យមានវិបដិសារីជាមួយនឹងអ្នកដទៃដាច់ខាតគឺអត់ជីបច្រាស់ទេទោះក្នុងលក្ខខណ្ឌណាក៏ដោយអាហ្នឹងគឺខ្ញុំប្រាប់ខ្លួនឯងអញ្ចឹងមកហើយជាក់ស្ដែងដូចបងប្អូនទាំងគ្នាឃើញនៅក្នុងវីដេអូហ្នឹងយើងមិនទៅបន្ទោសពួកគាត់ទេដោយសារតែពួកគាត់អាចថាពួកគាត់មិនទាន់សូវយល់ដឹងបានច្រើនពួកគាត់មិនសូវទាន់បានជួបហេតុការណ៍ដែលវាធ្វើឲ្យពួកគាត់សោកស្ដាយប៉ុន្តែកុំបង្កើតជាទម្លាប់អីបងប្អូនកាលណាយើងបង្កើតជាទម្លាប់តែយើងទម្លាប់ជីបច្រាស់យូរទៅយើងភ្លេចខ្លួនយើងឡើងផ្លូវធំយើងជីបច្រាស់ទៅវាធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃហើយអារឿងជីបច្រាស់ប៉ះពាល់អ្នកដទៃនឹងឃើញមានច្រើនណាបងប្អូននៅក្នុង Facebook មានច្រើនមែនតើមានករណីណាមួយនោះតាមខ្ញុំចាំជីបច្រាស់ហើយមានបាំងឡានគេមួយជីបច្រាស់ទៅបុកគ្នាមកទំហំពេញស្លាប់ទាំងពីរអាហ្នឹងឯងករណីជីបច្រាស់អញ្ចឹងហើយបងប្អូនទាំងអស់គ្នាត្រូវតែគោរពច្បាប់ចរាចរណ៍ដាច់ខាតកុំជីបច្រាស់ឲ្យសោះបើសិនជាបងប្អូនទាំងអស់គ្នាមិនចង់មានវិបដិសារីអត់ចង់ស្ដាយក្រោយអត់ចង់មានអារម្មណ៍ថាខុសឆ្គងអញ្ចឹងកុំឲ្យសោះណាកុំឲ្យសោះហ្នឹងហើយបងប្អូនវីដេអូមានប៉ុណ្ណឹងខ្ញុំជួបបងប្អូននៅក្នុងវីដេអូក្រោយទៀតអរគុណច្រើន